Trongនេះសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់មកឆ្លើយតបជាមួយនឹងបងស្រីម្នាក់ដែលគាត់បានបង្ហោះសារសំណូមពរឲ្យឪពុកម្ដាយហ្នឹងដាក់នំឲ្យកូនទៅសាលាផងពីព្រោះកូនគាត់ត្រូវបានមិត្តភ័ក្តិសុំនំអស់អញ្ចឹងរហូតដល់តែកូនគាត់លែងចង់យកនំទៅសាលាចាហើយក្នុងរូបភាពគឺបងស្រីកំពុងតែហែកនំកញ្ចប់ដាក់ចូលទៅក្នុងប្រអប់តែដែលបងនិយាយថាសាលាគេបានហាមមិនឲ្យយកនំកញ្ចប់ទៅសាលារៀនទេចាប៉ុន្តែចំណុចមួយនេះគឺបងបានហែកនំកញ្ចប់ដាក់ក្នុងប្រអប់ឲ្យកូនទៅរៀនមានន័យថាបងនៅតែឲ្យកូនញ៉ាំនំកញ្ចប់នឹងដដែលប៉ុន្តែឡើយនេះទុកចាំចុងវគ្គចាំយើងនិយាយគ្នាឯដែលសំខាន់ខ្ញុំចង់មកនិយាយពីចំណុចមួយចាកន្លែងនេះក៏ជាការចែកម្លែកមួយហើយក្នុងគោលបំណងខ្ញុំសង្ឃឹមថាថ្ងៃក្រោយយើងអាចពង្រីកធនធានមនុស្សដែលមានចិត្តចែករំលែកច្រើនធនធានមនុស្សដែលអាចស្រឡាញ់គ្នាបើកចិត្តទូលាយជាមួយគ្នាបានច្រើនថងចំណុចដែលបងនិយាយថាកូនបងមកប្រាប់ថាគាត់ទៅសាលាគាត់អត់បានញ៉ាំនំទេដោយសារតែមិត្តភ័ក្តិសុំនំគាត់អស់លីងនៅត្រង់ចំណុចនេះហាក៏ខ្ញុំធ្លាប់ជួបដូចគ្នាដែរមិនមានន័យថាសុំតតែអស់ហ្នឹងយើងត្រូវតែចេញមុខទៅការពារទៅដោះស្រាយឲ្យកូននេះតែបងគួរតែទុកចំណុចហ្នឹងឲ្យកូនក៏ដោះស្រាយខ្លួនឯងបងគ្រាន់តែប្រាប់កូនត្រឡប់ទៅវិញជាបទពិសោធន៍ខ្ញុំនេះណាកូនខ្ញុំធ្លាប់ប្រាប់ថាម៉ាក់មិត្តភ័ក្តិអូននៅសាលាសុំនំអូនញ៉ាំចាហើយតួយ៉ាងនំដែលខ្ញុំដាក់ឲ្យកូនខ្ញុំគឺអត់មាននំកញ្ចប់ទេគឺជាផ្លែឈើក៏ដូចជាប្រភេទនំដែលយើងអាចនិយាយពីថាគុណភាពរបស់វាយើងទិញយកអាល្អមែនតែនហ្មងដើម្បីឲ្យគាត់ញ៉ាំកុំឲ្យគាត់ឈឺអញ្ចឹងគាត់ប្រាប់ថាម៉ាក់មិត្តភ័ក្តិអូនសុំនំអូនញ៉ាំពេលលឺអញ្ចឹងណាបងប្អូនអ្នកណាខ្លះមានអារម្មណ៍ថាខឹងអ្នកណាខ្លះមានអារម្មណ៍ថាអត់ខឹងតែចំពោះខ្ញុំអត់មានអារម្មណ៍ខឹងទៅលើក្មេងដែលសុំនំកូនយើងទេខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្ញុំមានអារម្មណ៍ថាកូនខ្ញុំមានមជ្ឈដ្ឋានទូទៅដែលត្រូវការគាត់អញ្ចឹងខ្ញុំក៏ឆ្លើយតបប្រាប់គាត់វិញខ្ញុំប្រាប់គាត់ថាកូនត្រូវតែចេះដោះស្រាយដោយខ្លួនឯងកូនមាននំចំណែកប៉ុណ្ណឹងកូនត្រូវតែពិចារណាមើលថាតើកូនគួរតែឲ្យមិត្តភ័ក្តិកូនប៉ុន្មានហើយទុកខ្លួនឯងប៉ុន្មានខ្ញុំប្រាប់ថាបើសិនជាកូនមានអ្វីដែលមិត្តភ័ក្តិកូនអត់មានកូនចែកម្លែកទៅប៉ុន្តែកូនត្រូវតែចេះបែងចែកវាហើយកុំចែករំលែករហូតដល់ដាច់ពោះខ្លួនឯងហើយចំណុចនេះអ្នកទាំងអស់គ្នាជាអាណាព្យាបាលក៏គួរតែបរៀនកូនពីព្រោះអីវាជាកលឹះមួយសំខាន់ទី1បរៀនកូនឲ្យចេះចែកម្លែកទី2បរៀនកូនឲ្យចេះគ្រប់គ្រងធនធានខ្លួនឯងដែលមានអញ្ចឹងទៅថ្ងៃក្រោយគាត់ចាប់ផ្ដើមរៀនពីការចែកម្លែកមិត្តភ័ក្តិពីព្រោះមនុស្សនៅជុំវិញខ្លួនយើងធម្មតាទេបងប្អូនក្មេងស្អីក៏ឃ្លានដែរឃើញស្អីក៏ឃ្លានដែរបើទោះបីជាក្មេងខ្លះឪពុកម្ដាយឲ្យហើយប៉ុន្តែគាត់នៅតែឃ្លាននៅតែចង់បានរបស់ថ្មីដែលមិត្តភ័ក្តិមានអញ្ចឹងបរៀនកូនយើងឲ្យចែកទៅចាបន្ទាប់ពីចែកហើយបរៀនឲ្យកូនយើងគ្រប់គ្រងអីដែលគាត់មានធនធានដែលគាត់មានអញ្ចឹងគាត់ចេះតែថ្ងៃក្រោយគាត់នឹងក្លាយជាធនធានមួយដែលចេះចែកម្លែកហើយគាត់នឹងក្លាយទៅជាមនុស្សម្នាក់ដែលធំពេញរូបពេញរាងហើយអាចគ្រប់គ្រងនៅធនធានដែលខ្លួនឯងមានបានហើយមួយវិញទៀតតកតងជាមួយនឹងបញ្ហានំនឹងដូចគ្នាបងស្រីនិយាយថាឲ្យឪពុកម្ដាយទាំងអស់ដាក់នំឲ្យកូនផងប៉ុន្តែបងស្រីចាប់ចំណុចមួយថាសាលាគេហាមប្រាមមិនឲ្យដាក់នំកញ្ចប់អញ្ចឹងបងអត់ដាក់នំកញ្ចប់ទេតែបងយកនំកញ្ចប់ហើយដាក់ប្រអប់ឲ្យកូនញ៉ាំហេតុអីបានសាលាគេហាមមិនឲ្យញ៉ាំនំកញ្ចប់ដោយសារអីនំទាំងអស់ហ្នឹងវាមានហានិភ័យជាពិសេសគឺ chip ដែលបងកំពុងតែហែកដាក់កញ្ចប់ហ្នឹងវាមានហានិភ័យសម្រាប់សុខភាពគាត់វាក្តៅខ្លាំងវាមានជាតិប្រៃវាមានជាតិប្រេងញ៉ាំទៅវាធ្វើឲ្យរលាកបំពង់កចឹងវាងាយនៅក្នុងការក្តៅខ្លួនមែនតែនចឹងបានសាលារៀនគេហាមអត់ឲ្យដាក់ទៅទេហើយស្ករគ្រាប់ស្ករអីហ្នឹងវាមានលើសជាតិស្ករលើសជាតិប្រៃអីចឹងទៅវាប្រឈមទៅនឹងបញ្ហានៅថ្ងៃអនាគតដោយសារអីពីទូចគាត់ញ៉ាំអាហារដែលដិតខ្លាំងហើយអាហារដែលអត់ល្អចឹងទៅចឹងទើបសាលាគេហាមគាត់ចឹងអានេះជាអីដែលឪពុកម្ដាយផ្សេងទៀតគាត់ព្រួយបារម្ភវិញ